តោះមកអាន boxing ឲ្យបានខ្ញុំក៏មកពីប្រទេសចិនទាំងអស់គ្នាឲ្យបានទី1ហ្នឹងគឺជាតុក្កតាជា birthday gift របស់ពូម៉ែខ្ញុំក៏មកទៅមកដល់អញ្ចឹងហើយ friend មកបានឃើញហើយជីកមកយកតិចមកបានយកទៅឲ្យទេហើយមើលហើយឡើងខ្ជូតដូចម្ចាស់អញ្ចឹងហីមែនហើយតមកបាននេះគឺស្ដាប់ពីញ៉ាំបាយរបស់កូនខ្ញុំណាហើយស្រាប់នេះជាក្លិនក៏អូbrand ហ្នឹងពីមុនមកខ្ញុំធ្លាប់ទិញជាសាប៊ូបោកកៅអៅហើយសាប៊ូបោកកៅអៅគេហ្នឹងក៏អូអញ្ចឹងហើយបាទខ្ញុំចង់សាកមើលថាពួកក្លិនក៏អូហ្នឹងយើងដាក់ទៅវាក៏អូដូចអាមកសាប៊ូបោកកៅអៅយើងនឹងអត់អញ្ចឹងខ្ញុំទិញអានេះមកសាកមើលថាវាក៏អូមិនដែរអញ្ចឹងណាសូយើងដាក់ណាក៏បានដែរកន្លែងអង្គុយកន្លែងបន្ទប់ទឹកដាក់ណាឲ្យដាក់ទៅឲ្យយើងចង់ឲ្យមានក្លិនក៏អូហើយបន្តមកគឺសាភានេះខ្ញុំឃើញនៅក្នុងពេករបស់គេលក់ហ្នឹងវាតម្លៃធូរអញ្ចឹងហើយខ្ញុំចេះតែកំងមកប្រម៉ូទវារៀងប្លែកដែរនៅពីស្រុកខ្មែរហើយបន្តមកគឺកូនទាដ៏ខ្ជីខ្ជូតរបស់កូនខ្ញុំព្រោះគាត់ចូលចិត្តណារបស់ខ្ជូតតុនហើយជាពិសេសរូបទាចេះទៀតហើយមានភ្លើងទៀតអូខ្ជូតស្រឡាញ់ហ្មងហើយបន្តមកនេះភួយគេងជាមួយនឹងសងខ្នើយសាច់ថែនស៊ឺពីស្នូពេតជាតុនស្អាតមែនតែនសូម្បីតែរូបក៏ខ្ជូតដែរអូជាមួយពេលគេឃើញហ្នឹងគេស្រឡាញ់យ៉ាងណាទេណាសាច់ឲ្យឡងតុនហ្នឹងហើយអស់ហើយវីដេអូយើង unboxing តែប៉ុណ្្នឹងឯងមានអីវ៉ាន់តិចតួចបាយបាយជួបគ្នាលើក្រោយ